សួស្តីបាទខ្ញុំសូមលើកយកវិធីសាស្ត្រថ្មីដើម្បីបង្ហាញអ្នកទាំងអស់គ្នាឧទាហរណ៍ថាយើងមានកិច្ចការមួយដែលត្រូវបកប្រែជាភាសាខ្មែរអត្ថបទអំពីអង្គរវត្តអញ្ចឹងជាធម្មតាអឺអ្នកខ្លះគាត់ copy select all ហើយ copy យកទៅ Google Translate អញ្ចឹង Control A បាទ Control A អញ្ចឹងទៅ Control C បន្ទាប់មកគាត់ទៅបើក Google Translate ហើយទៅផាសបាទដើម្បីបានបកប្រែណាបាទដើម្បីបានបកប្រែអញ្ចឹងយើងមិនបាច់ធ្វើអញ្ចឹងក៏បានដែរបើសិនតែធ្វើអញ្ចឹងក៏ធ្វើទៅតែបើធ្វើអញ្ចឹងអាចជាយូរអញ្ចឹងយើងត្រូវការ copy ទៀតហើយយកទៅផាសណាបាទកន្លែងនេះ copy ខ្មែរទាំងអស់ហ្នឹងយកទៅផាសនៅក្នុង Word វិញនៅក្នុង Word ហ្នឹងខ្ញុំសូមបញ្ជាក់ដែរយើងមិនបាច់ធ្វើអញ្ចឹងទេនៅពេលបើសិនតែយើង select ទាំងអស់ហើយយើងគ្រាន់តែចុចម៉ៅខាងស្ដាំនៅលើហ្នឹងហើយរកពាក្យថា translate ទៅបានហើយបាទអញ្ចឹងចុចលើ translate បន្ទាប់មកអត្ថបទរបស់យើងវាស្គាល់ថាពីភាសាអង់គ្លេសបាទពីភាសាអង់គ្លេសទៅអីអញ្ចឹងយើង scroll ឡើងលើនេះទៅខ្មែរយើងអាចជ្រើសរើសភាសាអីក៏បានដែរដែលយើងចង់បកប្រែបាទអញ្ចឹងយើងយកជាភាសាខ្មែរហើយអញ្ចឹងយើងអត់មានទៅចុច EU យើងគ្រាន់តែចុច insert ទៅអញ្ចឹងអត្ថបទរបស់យើងវានឹងប្រែទៅជាភាសាខ្មែរអស់ហើយបាទអញ្ចឹងមិនបាច់ទៅបើកGoogle Translate នៅ browser អីទៀតទេបាទសូមអរគុណ